ដាក់ស្រមៃថាអ្នកកំពុងបើកបរយន្តហោះឆ្លងកាត់មហាសមុទ្រអាត្លង់តិកដែលមានអាកាសធាតុល្អមេឃស្រឡះហើយអ្វីៗទាំងអស់ដំណើរការជាធម្មតាប៉ុន្តែភ្លាមនោះត្រីវិស័យចាប់ផ្ដើមវិលខុសទិសដៅវិទ្យុសកម្មចាប់ផ្ដើមស្ងាត់តាក់ទងលែងបានហើយមិនយូរប៉ុន្មានយន្តហោះក៏បានធ្លាក់បាត់ខ្លួនដោយគ្មានស្លាកស្នាមតើនេះគឺជារឿងប្រឌិតឬជាព្រឹត្តិការណ៍ដែលកើតឡើងពិតប្រាកដអស់រយៈពេលជាច្រើនទសវត្សរ៍មកហើយតំបន់មួយនៅលើមហាសមុទ្រអាត្លង់តិកបានក្លាយជាប្រធានបទដ៏អាថ៌កំបាំងដ៏ល្បីបំផុតមួយនៅលើពិភពលោកមានមនុស្សជាច្រើនជឿថាវាជាកន្លែងដែលកប៉ាល់និងយន្តហោះអាចបាត់ខ្លួនដោយគ្មានមូលហេតុអ្នកខ្លះទៀតនិយាយថាវាពាក់ព័ន្ធទៅនឹងមនុស្សភពផ្សេងនិងខ្លះទៀតសង្ស័យថាវាជាអំណាចដ៏អាថ៌កំបាំងនៃទីក្រុងអាត្លង់ទីសតើមានរឿងអ្វីនៅពីក្រោយរឿងនោះថ្ងៃនេះ Channel អ្នករុករកនឹងនាំអ្នកទាំងអស់គ្នាទៅស្វែងរកតំបន់ត្រីកោណ Bermuda ដែលផ្អែកលើប្រវត្តិសាស្ត្រវិទ្យាសាស្ត្រនិងភស្តុតាងផ្សេងៗដែលរកឃើញដោយអ្នកវិទ្យាសាស្ត្រតំបន់ត្រីកោណ Bermuda មិនមែនជាប្រទេសឬកោះនោះទេវាជាតំបន់សមុទ្រដ៏ធំមួយនៅភាគខាងលិចនៃមហាសមុទ្រអាត្លង់តិកតំបន់នេះត្រូវបានគេគូសជាត្រីកោណដែលភ្ជាប់ចំណុចសំខាន់ចំនួន3ទី1គឺកោះ Bermuda ទី2ទីក្រុង Miami រដ្ឋ Florida នៃសហរដ្ឋអាមេរិកនិងទី3គឺទីក្រុង San Juan បើគេគូបន្តភ្ជាប់ចំណុចទាំង3នេះនោះគេនឹងទទួលបានតំបន់មួយដែលមានផ្ទៃជាង1លានគីឡូម៉ែត្រការ៉េទោះជាយ៉ាងណា Bermuda Triangle មិនត្រូវបានទទួលស្គាល់ជាតំបន់ផ្លូវការដោយអង្គការអន្តរជាតិណាមួយឡើយវាជាឈ្មោះដែលកើតចេញពីសៀវភៅអត្ថបទនិងសារព័ត៌មានដែលរាយការណ៍ពីការបាត់ខ្លួនដ៏ចម្លែកជាច្រើនក្នុងកំឡុងសតវត្សទី20មានព័ត៌មានជាច្រើនអះអាងថាកប៉ាល់និងយន្តហោះជាច្រើនបានបាត់ខ្លួននៅក្នុងតំបន់នោះរឿងរ៉ាវទាំងនេះបានធ្វើឲ្យមនុស្សជុំវិញពិភពលោកមានការចាប់អារម្មណ៍និងចោទជាសំណួរសួរថាតើវាមានកម្លាំងអាថ៌កំបាំងលាក់ខ្លួននៅទីនោះឬតើវាជាច្រកចូលទៅកាន់ពិភពមួយផ្សេងទៀតឬវាគ្រាន់តែជាគ្រោះថ្នាក់ធម្មជាតិសំណួរទាំងនេះបានធ្វើឲ្យ Bermuda Triangle ក្លាយជាប្រធានបទនៅក្នុងខ្សែភាពយន្តសៀវភៅនិងឯកសារស្រាវជ្រាវរាប់មិនអស់តើ Bermuda Triangle ឬតំបន់ត្រីកោណ Bermuda ពិតជាមានគ្រោះថ្នាក់មែនឬទេបើមើលតាមផែនទីវាជាតំបន់ដែលមានចរាចរណ៍សមុទ្រនិងផ្លូវអាកាសដ៏មមាញឹកបំផុតមួយនៅលើពិភពលោកជារៀងរាល់ថ្ងៃមានកប៉ាល់ពាណិជ្ជកម្មនាវាទេសចរនិងយន្តហោះរាប់រយគ្រឿងហោះឆ្លងកាត់ទីនោះដោយសុវត្ថិភាពប៉ុន្តែហេតុអ្វីបានជាគ្រោះថ្នាក់មួយចំនួនកើតឡើងនៅទីនោះអ្នកវិទ្យាសាស្ត្របានរកឃើញថាតំបន់នេះមានលក្ខណៈធម្មជាតិដ៏ស្មុគស្មាញឧទាហរណ៍វាស្ថិតនៅជិត Gulf Stream ដែលជាចរន្តទឹកសមុទ្រដ៏លឿនបំផុតមួយនៅក្នុងពិភពលោកប្រសិនបើកប៉ាល់លិចសំណល់អាចត្រូវចរន្តទឹកនាំទៅឆ្ងាយយ៉ាងលឿនដែលធ្វើឲ្យការស្វែងរកកាន់តែពិបាកលើពីនេះអាកាសធាតុនៅទីនោះអាចប្រែប្រួលយ៉ាងឆាប់រហ័សព្យុះបរិន្ទះនិងរលកធំៗអាចកើតឡើងក្នុងរយៈពេលដ៏ខ្លីវាពិតជាគួរឲ្យភ្ញាក់ផ្អើលណាស់ពាក្យ Bermuda Triangle មិនមានទីតាំងពីបុរាណនោះទេនៅឆ្នាំ1964អ្នកនិពន្ធម្នាក់បានបោះពុម្ពអត្ថបទមួយដែលនិយាយអំពីការបាត់ខ្លួនដ៏ចម្លែកនៅតំបន់នេះបន្ទាប់មកអ្នកនិពន្ធជាច្រើនទៀតបានសរសេរសៀវភៅបន្ថែមដោយភ្ជាប់វាជាមួយនឹងអាថ៌កំបាំងនិងទ្រឹស្ដីផ្សេងចាប់តាំងពីពេលនោះមក Bermuda Triangle ឬតំបន់ត្រីកោណ Bermuda បានក្លាយជារឿងដ៏ល្បីល្បាញទូទាំងពិភពលោកប៉ុន្តែមានសំណួរសំខាន់ជាច្រើននៅតែចោទសួរតើការបាត់ខ្លួនទាំងនោះពិតជាលើសពីធម្មតាឬក៏មនុស្សយើងគ្រាន់តែចងចាំករណីចម្លែកហើយមិនសូវចាប់អារម្មណ៍ចំពោះដំណើរការរាប់លានដែលឆ្លងកាត់ដោយសុវត្ថិភាពរហូតមកទល់ពេលនេះយើងបានដឹងថា Bermuda Triangle គឺជាតំបន់ពិតប្រាកដប៉ុន្តែរឿងរ៉ាវជាច្រើនជុំវិញវាត្រូវបានបន្ថែមពណ៌ដោយការស្រមើស្រមៃនិងការរាយការណ៍ដ៏រំភើបប៉ុន្តែនេះគ្រាន់តែជាការចាប់ផ្ដើមតែប៉ុណ្ណោះនៅក្នុងភាពបន្ទាប់យើងនឹងស្វែងយល់អំពីករណីល្បីបំផុតដែលបានធ្វើឲ្យ Bermuda Triangle អាចជាអាថ៌កំបាំងដ៏ល្បីមួយនៅលើពិភពលោកតើយន្តហោះ Flight 19បានបាត់ខ្លួនដោយរបៀបណាហើយហេតុអ្វីបានជាក្រុមស្វែងរកក៏ត្រូវបានបាត់ខ្លួនផងដែរសូមកុំភ្លេចតាមដានភាពបន្ទាប់ព្រោះភាពបន្ទាប់អាចនឹងធ្វើអ្នកផ្លាស់ប្ដូរទស្សនៈចំពោះ Bermuda Triangle ជារៀងរហូត